bạn cho sự là crew cho bạn cho dân sẽ ném một bị chrome SU Prime hay ở cái nắng khi tôi ca show nơi project này là crew bạn đại thứ bé pon là shop store hay trong đấy nhưng mà nó show bị catalog này là homepage cho nên homepage nắng dương màu bị homepage bị tập bốn dương đó nắng dương miền được chia dương mình chỉ ca sự product trong đấy dương anh view product đại list đầu nó nắng dương anh mơ lớn nó được chia miền được chia all product nó cứ dương phụ ca show nơi product bao nhiêu đó smartphone laptop tablet accessory của đôi chia này là cả hay trong đấy chụpចំណុចភាសាគឺយើងអាចផ្លាស់ប្ដូរបានពីភាសាគឺភាសាខ្មែរក៏ដូចជាភាសាអង់គ្លេសហើយនៅក្នុងហ្នឹងដែរគឺយើងមានជា night mode ដែលខ្ញុំកំពុងតែប្រើប្រាស់ហើយនឹងជាមួយនឹង day mode ហើយចំណុចបន្ទាប់គឺយើងធ្វើការមើលលើ product ទាំងអស់អញ្ចឹងនៅក្នុងproduct ទាំងអស់ហ្នឹងបើសិនជា product មួយណាដែលយើងធ្វើការពេញចិត្តហើយយើងស្រឡាញ់យើងធ្វើការអានលើ description ទាំងអស់ដូចជានៅក្នុងហ្នឹងគឺយើងមានដូចជាឈ្មោះ product spec ក៏ដូចជា review របស់អ្នកប្រើប្រាស់ដែលធ្លាប់ review ក៏ដូចជាតម្លៃបើសិនជាយើងពេញចិត្តនៅតម្លៃណាមួយហើយឬ product ណាមួយហើយយើងធ្វើការ add to cart ក្នុងនេះដែរគឺយើងអាច show ដូច category ខាងលើដែរគឺយើងមានដូចជា smartphone laptop ដែលយើងអាចរកមើលតម្រូវការដែលយើងចង់បានអញ្ចឹងហើយចំណុចបន្ទាប់ពាក់ព័ន្ធទៅនឹង price rank គឺយើងអាចកំណត់តម្លៃដែលតម្លៃទាំងអស់គឺយើងអាចកំណត់ថាលើថាទឹកប្រាក់ដែលយើងមានយើងចង់បានពីប៉ុន្មានទៅប៉ុន្មានអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ពី700ទៅ1200ហើយធ្វើការ search អញ្ចឹងនៅក្នុងហ្នឹងវា show ឲ្យថា product ចន្លោះហ្នឹងគឺមាន product គេក្នុងនេះគឺមាន product laptop មួយអញ្ចឹងចំណុចបន្ទាប់ពាក់ព័ន្ធទៅនឹង add to cart ហើយ payment គឺខ្ញុំបោះឲ្យទៅដល់មិត្តភ័ក្តិរបស់ខ្ញុំសូមអរគុណលោកគ្រូChamaran មួយក្រុមអាយុ5សម្រាប់វីដេអូនេះខ្ញុំធ្វើការបង្ហាញទៅលើមុខងារ product detail ជាមួយនឹង add to cart របស់ website e-commerce ហើយនេះគឺជា homepage របស់ website ដើម្បីមើលទៅលើ detail របស់ product user អាចចុចទៅលើ product ណាមួយតទៅទៀតតំព័ន្ធនេះទៅលើការ detail product មានដូចជា product image product name product category រួមទាំងតម្លៃរួមទាំង description ផងដែរហើយគាត់អាចធ្វើការចុចទិញ product ទៅលើចំនួនដែលគាត់ចង់បានអញ្ចឹងឧទាហរណ៍ថាគាត់ចង់ទិញ computer ចំនួន1អញ្ចឹងគាត់អាចធ្វើការបានបន្តទៀតយើងនឹងចូលមកកាន់ control របស់គាត់គឺយកកាតនេះខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះរតសំណាងខ្ញុំមកពីក្រុម SU5 វីដេអូនេះខ្ញុំមកបន្តពីវីដេអូរបស់មិត្តក្រុមរបស់ខ្ញុំដែលខ្ញុំនឹងបង្ហាញអំពី add to cart និង check out ចេញ invoice ជាដំបូងយើងទៅក្នុងcart list របស់យើងដោយសារ cart list มันមានទិន្នន័យអ្វីចឹងសូម add to cart យើងអាច add to cart បានច្រើន item cart ហើយចូលកន្លែង add to cart នេះមកនៅក្នុងនេះយើងនឹងឃើញ list យក cart ដែលរបស់យើងបានមកមុននឹងហើយយើងក៏អាចដំឡើងឬក៏អាចបន្ថយបានហើយយើងអាច delete បានហើយមួយទៀតយើងនឹង check out យើងគ្រាន់តែចុច check បានប៉ុន្តែដោយសារអត់តយើងអត់តមាន user ដើម្បី check out អញ្ចឹងដល់អាប់ណាយើងត្រូវតែមាន user មួយដើម្បីធ្វើការ check out ចេញ invoice អញ្ចឹងនេះជា static data ទេយើងអាច log in តេស្តបានlog in ដល់ពេលដែល log in ហើយយើងនឹងទទួលបាន user custom ហើយនឹងឈ្មោះអាស័យដ្ឋានរបស់ user របស់យើងប៉ុន្តែខ្ញុំបញ្ជាក់ថា user ហើយនឹងទាំងអស់ហ្នឹងគឺជា static data ទេហើយតោះមកយើងចុច order យើងចុច order យើងនឹងទទួលបាន order គឺ invoice
invoice នេះគឺ detail ហើយយើងបានទិញអីខ្លះហើយយើងអាចត្រឡប់ទៅមើល order detail វិញ order detail នេះគឺ item invoice ដែលយើងបានទិញមុននឹងហើយយើងអាចទៅ check មើល invoice មិញនឹងបានអញ្ចឹងសូមអរគុណលោកគ្រូការ demo របស់ខ្ញុំមានតែប៉ុណ្ណឹង